រឿងក្លិនផ្កាម្លិះនិងមិនលុបផ្ទះអ្នកតាផ្ទះឈើលើដីជាប់បឹងវិសាលគឺជាវិស្វករវ័យក្មេងម្នាក់ដែលត្រូវបានចាត់តាំងឲ្យទៅត្រួតពិនិត្យដីមួយកន្លែងដាច់ស្រយាលនៅខេត្តកំពង់ធំដើម្បីត្រៀមការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទីតាំងនេះតម្រូវឲ្យគាត់ស្នាក់នៅទីនោះយ៉ាងតិចមួយសប្តាហ៍កន្លែងស្នាក់នៅតែមួយគត់ដែលសមរម្យសម្រាប់គាត់គឺផ្ទះឈើចាស់ទ្រុឌទ្រោមមួយដែលសាងសង់តាំងពីសម័យដើមមកម្ល៉េះស្ថិតនៅគៀកនឹងមាត់បឹងធំមួយដែលគេហៅថាបឹងមរណៈកាលពីរសៀលថ្ងៃមកដល់តាកូជាអ្នកភូមិចំណាស់ដែលជួយរៀបចំកន្លែងឲ្យគាត់ស្នាក់នៅបានប្រាប់គាត់ដោយសំឡេងខ្សឹបខ្សឹបថាក្មួយវិសាលក្មួយត្រូវចាំផ្ទះនេះវាស្ក្រាញណាស់កុំចូលចិត្តចេញដើរនៅពេលយប់ហើយរឹតតែហាមទៅជិតមាត់បឹងនោះវិសាលជាមនុស្សរៀនសូត្រខ្ពស់មិនសូវជារឿងអរូបិយគាត់ញញឹមតិចតិចហើយឆ្លើយថាបាទអ៊ំខ្ញុំគ្រាន់តែដេកសម្រាប់ទេព្រោះអីអត់មានកន្លែងផ្សេងផ្ទះឈើនោះធំល្វឹងល្វើយតែមើលទៅហាក់ដូចជាគ្មានមនុស្សរស់នៅរាប់ទសវត្សរ៍មកហើយភាពស្ងាត់ជ្រងំលាន់ឮសូរតែត្រចៀកកង្កែបស្រែកពីមាត់បឹងនិងសំឡេងស្លឹកឈើជ្រុះត្រូវដំបូលគាត់បានដាក់អីវ៉ាន់របស់គាត់ចូលបន្ទប់គេងមួយដែលស្ថិតនៅខាងក្រោយផ្ទះបន្ទប់នោះមានបង្អួចតូចមួយដែលអាចមើលឃើញទៅដល់ផ្ទៃបឹងដែលងងឹតស្លុបខណៈកំពុងរៀបចំកន្ទេលវិសាលបានប្រទះឃើញវត្ថុចម្លែកមួយនៅលើក្តារជាន់ដែលជាប់នឹងជញ្ជាំងវាគឺជាក្រាស់ឈើមួយដើមដែលឆ្លាក់ដោយក្បាច់ផ្កាប្រណីគួរឲ្យទាក់ទាញហើយនៅមានក្លិនក្រអូបតិចតិចជាប់មុខជាមួយទោះបីជាវាចាស់ហើយក៏ដោយវាហាក់ដូចជាត្រូវបានគេទុកចោលជាយូរលង់ណាស់មកហើយវិសាលចាប់ផ្ដើមគិតក្នុងចិត្តថាអ្នកណាជាម្ចាស់របស់វត្ថុដ៏ស្រស់ស្អាតនេះយប់នោះភ្លើងអគ្គិសនីនៅទីនោះរអាក់រអួលហើយវិសាលបានរត់ចង្កៀងកំប៉ុងតូចមួយសម្រាប់បំភ្លឺភាពងងឹតក្រាស់ខ្មឹកនៅខាងក្រៅបានច្រានចូលមកតាមបង្អួតបង្កើនអារម្មណ៍តានតឹងគាត់បានដុតក្រាស់ឈើនោះនៅក្បែរក្បាលដំណេកហើយដេកលក់ទាំងងឿងឆ្ងល់ប្រហែលជាម៉ោង12 អាធ្រាត្រវិសាលបានភ្ញាក់ពីដំណេកដោយសារសូរសំឡេងខ្សឹបខ្សៀវដ៏ស្រទន់មួយនៅក្បែរត្រចៀកគាត់ហាក់ដូចជាកំពុងច្រៀងលោមគាត់បើកភ្នែកភ្លាមតែមិនឃើញអ្វីទាំងអស់គាត់គិតថាខ្លួនឯងប្រហែលជាយល់សប្តិតែអ្វីដែលធ្វើឲ្យគាត់ព្រឺសម្បល់នោះគឺក្លិនក្រអូបនៃក្លិនផ្កាម្លិះដ៏ត្រជាក់ស្រាវដែលកំពុងសាយភាយពេញបន្ទប់ក្លិននោះមិនមែនជាក្លិនក្រអូបធម្មតាទេវាជាក្លិនដែលលាយឡំនឹងភាពសើមនិងក្លិនដីភក់បឹងវិសាលក្រោកអង្គុយគាត់ដឹងច្បាស់ថានៅជុំវិញផ្ទះនេះគ្មានដើមផ្កាម្លិះទេហើយក្លិននេះកាន់តែខ្លាំងនៅក្បែរតុដាក់របស់របររបស់គាត់បានអ៊ុតចង្គៀងម្ដងទៀតហើយសម្លឹងមើលជុំវិញអ្វីគឺនៅដដែលលើកលែងតែក្រាស់ឈើដែលគាត់រើបានកាលពីល្ងាចឥឡូវនេះវាត្រូវបានផ្លាស់ប្ដូរទីតាំងបន្តិចបន្តួចហាក់ដូចជាមាននរណាម្នាក់ទើបតែប្រើវាប្រហែលជាឆ្មាឬសត្វកណ្ដោលទេដឹងវិសាលព្យាយាមរកលេសមុខបដិសេធភាពភ័យខ្លាចដែលកំពុងចាប់ផ្ដើមកើតឡើងគាត់ចូលគេងវិញតែយប់នោះគាត់មិនអាចដេកលក់បានឡើយរាល់ពេលដែលគាត់លង់លក់បន្តិចសំឡេងក៏កិកកតុនៅក្រោមផ្ទះក៏ចាប់ផ្ដើមរំខានគាត់ម្ដងទៀតសំឡេងនោះមិនមែនជាសំឡេងសត្វទេវាដូចជាសំឡេងការសិតសក់វែងបុកទៅនឹងបង្គោលផ្ទះឈើវាកើតឡើងដដែលតាមចង្វាក់យឺតគួរឲ្យព្រឺក្បាលនៅវេលាជិតភ្លឺរលឹងវិសាលបានលួចមកបង្អួចមើលទៅបឹងក្រោមពន្លឺព្រះច័ន្ទរាងស្អើបគាត់បានឃើញស្រមោលស្ដងខ្មៅមួយឈរនៅមាត់បឹងស្រមោលនោះហាក់មានសក់វែងអន្លាយហាក់ដូចជាសើមជោគជាបហើយកំពុងតែសម្លឹងមកកាន់ផ្ទះពេលដែលគាត់ប្រឹងសម្លឹងមើលឲ្យច្បាស់ស្រមោលនោះក៏រលាយបាត់ទៅដូចជាផ្សែងវិសាលក៏ត្រឡប់មកក្នុងបន្ទប់វិញទាំងខ្លួនប្រាន់ញ័រទៅត្រឹកគាត់លែងជាអ្នកមិនជឿរឿងខ្មៅទៀតហើយថ្ងៃបន្ទាប់វិសាលបានប្រាប់ខ្លួនឯងថាគាត់ត្រូវតែបំពេញការងារឲ្យចប់សពគ្រប់នៅថ្ងៃនេះហើយចាក់ចេញពីទីនេះឲ្យបានមុនថ្ងៃលិចគាត់បានចេញទៅវះវែងដីទាំងប្រឡំពេលគាត់ត្រឡប់មកវិញនៅម៉ោងប្រហែលជា 4 ល្ងាចផ្ទះឈើនោះកាន់តែមើលទៅគួរឲ្យខ្លាចជាងមុនទៅទៀតពេលគាត់ដើរចូលទៅក្នុងបន្ទប់ទទួលភ្ញៀវគាត់បានប្រទះឃើញទឹកស្រក់លើក្តារ
ទឹកនោះមិនមែនជាទឹកភ្លៀងទេព្រោះដំបូលមិនធ្លុះវាហាក់ដូចជាទឹកដែលហូរចេញពីសក់ឬសម្លៀកបំពាក់ដែលសើមជោកទឹកទាំងអស់នោះបានបង្កើតបានជាស្មានជើងមនុស្សស្រីតូចៗដើរពីមាត់ទ្វាររហូតដល់បន្ទប់របស់គាត់វិសាលលេបទឹកញាត់គាត់ដើរតាមស្មានជើងនោះចូលទៅក្នុងបន្ទប់ហើយក៏បានឃើញស្មានជើងនៅត្រង់ក្បែរគ្រែរបស់គាត់ភាពត្រជាក់ចម្លែកជ្រាបចូលពេញរាងកាយគាត់ក៏ចាប់ក្រាស់ឈើដែលគាត់រើបានកាលពីថ្ងៃមុនទាំងដៃញ័រទៅត្រឹកគាត់ដឹងថាវត្ថុនេះហើយគឺជាចំណងភ្ជាប់គាត់ទៅនឹងអ្វីដែលមើលមិនឃើញក្នុងចិត្តគាត់គិតថាបើគាត់បោះចោលឬបំផ្លាញវាប្រហែលជាអ្វីនឹងត្រូវបញ្ចប់គាត់បានលើកក្រាស់នោះឡើងហើយបំរុងតែបោះវាចេញតាមបង្អួចតែភ្លាមនោះកម្លាំងរុញច្រានដែលមើលមិនឃើញមួយបានទាញដៃគាត់ត្រឡប់មកវិញក្រាស់ឈើនោះក៏ជ្រុះធ្លាក់លើក្តារហើយបាក់ជាពីរពេលដែលក្រាស់ឈើបាក់សំឡេងស្រែកយំលាន់រំពាំងពេញផ្ទះសំឡេងយំនោះមិនមែនជាសំឡេងធម្មតាទេវាជាសំឡេងដែលពេញទៅដោយភាពឈឺចាប់និងកំហឹងហេតុអីអ្នកឯងហ៊ានបំផ្លាញរបស់ខ្ញុំរបស់ដែលខ្ញុំថែរក្សាសំឡេងខ្សឹបខ្សៀវដ៏ត្រជាក់ស្រាវបានលាន់ឮពីខាងក្រោយគាត់វិសាលមិនហ៊ានបែរមុខមើលឡើយគាត់គ្រាន់តែដង្ហើមញាប់ហើយរត់ចេញទៅមាត់ទ្វារទាំងគំរាមគ្រាមគាត់ដឹងថាខ្មោចនោះគឺនៅក្នុងបន្ទប់ជាមួយគាត់ពេលវិសាលបើកទ្វារបន្ទប់ដើម្បីរត់ចេញគាត់បានប៉ះនឹងរូបកាយដ៏ត្រជាក់សើមគាត់លើកដៃបាំងមុខទាំងភ័យស្លន់ស្លោកុំទៅណានៅជាមួយខ្ញុំសំឡេងនោះបង្កាប់វិសាលក៏ងើបមើលនាងណាតបានលែកមុខមកជុំមុខគាត់ទាំងរូបរាងពេញលេញនាងជាស្ត្រីម្នាក់ដែលមានមុខមាត់ស្អាតផោផង់តែស្លេកស្លាំងដូចជាក្រដាសសម្លៀកបំពាក់សំពត់ហូលរបស់នាងសាមជោកទឹកកំពុងស្រក់ពីចុងសក់វែងដែលធ្លាក់រញ៉េរញ៉ៃចុះមកលើស្មាភ្នែករបស់នាងធំតែពេញទៅដោយភាពសោកសៅនិងកំហឹងដែលលាយឡំក្លិនផ្កាម្លិះនិងក្លិនស្អុយនៃបឹងបានបក់មកប៉ះច្រមុះវិសាលខ្ញុំមិនបានបំផ្លាញវាដោយចេតនាទេអូនជាអ្នកណាវិសាលនិយាយដោយសំឡេងញ័រខ្ញុំជាម្ចាស់ផ្ទះនេះខ្ញុំចាំបឌីខ្ញុំនៅទីនេះរាល់យប់រងចាំរហូតដល់ខ្ញុំបោះបង់ហើយលោតទឹកស្លាប់នៅបឹងទៅតែខ្ញុំមិនអាចទៅចោលផ្ទះខ្ញុំបានទេនាងណាតឆ្លើយសំឡេងនោះកាន់តែខ្លាំងឡើងក្រាស់នោះគូបំប្រុសខ្ញុំធ្លាប់សិតឲ្យខ្ញុំការនៅរស់អ្នកឯងហ៊ានបំផ្លាញក្តីស្រឡាញ់របស់ខ្ញុំឥឡូវនេះអ្នកឯងត្រូវនៅទីនេះជំនួសប្តីខ្ញុំខ្មោចនាងណាតបានលាតដៃវែងត្រជាក់របស់នាងមកចាប់កញ្ចុងវិសាលមានអារម្មណ៍ថាដង្ហើមរបស់គាត់ត្រូវបានខ្ទប់ហើយកម្លាំងត្រជាក់ស្រាវរបស់នាងបានជ្រាបចូលសាច់ឈាមរបស់គាត់ប្រឹងបំរាស់ទាំងកម្លាំងចុងក្រោយគាត់ដឹងថាបើសិនជាគាត់ត្រូវគេអូសទាញចូលទៅក្នុងបន្ទប់នេះទៀតនោះគាត់នឹងក្លាយជាចំណាប់ខណ្ឌរបស់ខ្មោចនេះជាមិនខានវិសាលបាំងទាញកាបូបដាក់អីវ៉ាន់របស់គាត់ដែលដាក់នៅក្បែរជញ្ជាំងមកគប់ទៅលើនាងណាតរូបរាងរបស់នាងក៏រលាបបន្តិចដោយសារការប៉ះទង្គិចនោះវិសាលបាំងទាញយកឱកាសនោះរត់ចុះពីលើផ្ទៃទាំងបុកពោះពេលគាត់រត់ដល់កណ្ដាលចិន្តាជុំក្រោយសំឡេងស្រែករបស់នាងណាតបានដេញតាមមកពីលើផ្ទះវិសាលកុំរត់ខ្ញុំមិនទុកឲ្យអ្នកឯងទៅណាបានឡើយខ្ញុំនឹងចាំអ្នកឯងនៅទីនេះរហូតវិសាលមិនបានងើកមើលឡើយគាត់រត់សម្ដៅទៅរកភ្លឺដែលចេញពីភូមិទាំងយប់វិសាលបានរត់ចម្ងាយជាច្រើនគីឡូម៉ែត្ររហូតដល់គាត់បានជួបនឹងផ្ទះអ្នកភូមិមួយដែលមានពន្លឺភ្លើងគាត់បានសុំសម្រាកនៅទីនោះរហូតដល់ភ្លឺឡើងគាត់អង្គុយញ័រទៅត្រឹកអស់មួយយប់មិនហ៊ានបិទភ្នែកឡើយព្រោះតែរូបរាងស្លេកសើមរបស់នាងណាតនៅដក់ជាប់នៅក្នុងខួរក្បាលនៅពេលភ្លឺព្រលឹមគាត់បានប្រាប់រឿងរ៉ាវទាំងអស់ដែលគាត់ជួបប្រទះទៅអ្នកភូមិម្នាក់នោះអ្នកភូមិជាបរិសុទ្ធចំណាស់ម្នាក់នោះបានងក់ក្បាលហើយប្រាប់ដោយទឹកមុខធ្ងន់ថាផ្ទះនោះពិតជាមានខ្មោចស្រីមែនកាលពីសម័យមុននាងណាតត្រីជាកូនអ្នកមានម្នាក់នៅទីនោះនាងបានលង់ស្នេហាបរិសុទ្ធម្នាក់ដែលជាជាងឈើម្នាក់ហើយពួកគេបានរៀបចំរស់នៅក្នុងផ្ទះនោះតែក្រោយមកបរិសុទ្ធជាប្តីនោះបានចាក់ចេញពីនាងទៅបាត់ហើយនាងក៏មានវិបត្តិធ្ងន់ក៏សម្រេចចិត្តលោតទឹកសម្លាប់ខ្លួនហើយវិញ្ញាណរបស់នាងនៅយាមនៅផ្ទះនោះគឺថានាងតែង